ទីបំផុតសនពិសិដ្ឋចេញមុខសុំទោសអតីតគូស្នេហ៍ម៉ានីតាពាក់ព័ន្ធរឿងរ៉ាវក្តីក្តាំកាលពី5ឆ្នាំមុនចាក់កន្លងមកមហាជននិយមតាមដានជីវិតឯកជនរបស់តារាស្រីម៉ានីតានិងតារាប្រុសសនពិសិដ្ឋចាដែលជាអតីតគូស្នេហ៍នឹងគ្នាពាក់ព័ន្ធនឹងឯកសារប្តឹងផ្តល់ដោយខាងស្រីបានដាក់បណ្ដឹងឲ្យខាងប្រុសចូលទៅដោះស្រាយចាគណៈកិច្ចវេះជាច្រើនលើកច្រើនសារចាក្នុងនោះតាមការឲ្យដឹងពីតារាស្រីម៉ានីតាបានបង្ហាញនៅលើបណ្ដាញសង្គម Facebook កន្លងមកគឺអ្នកនាងបានប្តឹងទៅកាន់អតីតគូស្នេហ៍ពីករណីហិង្សាតាំងពីកំឡុងឆ្នាំ2021រហូតដល់ឆ្នាំ2025តារាស្រីរូបនេះក៏បានចេញមកទម្លាយពាក់ព័ន្ធនឹងការប្តឹងផ្តល់ជាថ្មីព្រោះតែនាងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយចាំម្យ៉ាងវិញទៀតតារាស្រីម៉ានីតាបានបង្ហាញភស្តុតាងសម្លេងនិងសាក្សីឃើញការប្រើហិង្សាខណៈក្រោយទម្លាយរូបភាពរងអំពើហិង្សាពីអតីតគូស្នេហ៍ប៉ុន្តែមានមហាជនបានបញ្ចេញមតិថាមិនមែនជាការពិតចាំងាកទៅកាន់លោកសនពិសិដ្ឋវិញកន្លងមកបន្ទាប់ពីអតីតគូស្នេហ៍បានបង្ហាញពីករណីហិង្សាជាសាធារណៈចាលោកក៏មិនសូវជាមានការបកស្រាយច្រើននោះឡើយគណៈមហាជនបានឃើញពេលមួយលោកបានត្រឹមចេញមកបង្ហោះសារថាខ្លួនជឿជាក់លើតុលាការនិងប្រព័ន្ធច្បាប់ថាអាចរកការពិតនិងយុត្តិធម៌សម្រាប់លោកចាយ៉ាងណាមិញក្រោយរឿងរ៉ាវស្ងប់ស្ងាត់មួយរយៈធំចាស្រាប់តែនៅថ្ងៃទី21ខែមេសាឆ្នាំ2026ចាលោកសនពិសិដ្ឋបានបង្ហោះវីដេអូប្រមាណ7នាទីធ្វើការសុំទោសនិងទទួលស្គាល់កំហុសថាលោកពិតជាបានប្រើហិង្សាទៅកាន់តារាស្រីម៉ានីតាមែនចាក្នុងនោះដែរលោកសនពិសិដ្ឋបានធ្វើការសុំទោសចំពោះតារាស្រីម៉ានីតាចានឹងក្រុមគ្រួសារជាពិសេសឪពុកម្ដាយរបស់អតីតគូស្នេហ៍ដែលខ្លួនបានប្រព្រឹត្តខុសកាលពី5ឆ្នាំមុនចាជាមួយគ្នានេះដែរក្រឡេកទៅមើលតារាស្រីម៉ានីតាចាក្រោយពីអតីតគូស្នេហ៍បានចេញមុខទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈកញ្ញាក៏បានរៀបរាប់ថាតារាសម្ដែងសនពិសិដ្ឋចេញសុំទោសនាងខ្ញុំនិងគ្រួសាររបស់ខ្ញុំនៅរឿងដែលបានប្រើហិង្សាមកលើខ្ញុំ5ឆ្នាំមកហើយការពិតគឺថ្ងៃនេះគួររំលឹកថាតារាស្រីម៉ានីតានិងលោកសនពិសិដ្ឋធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាប៉ុន្តែនៅអំឡុងឆ្នាំ2021អ្នកទាំងពីរក៏បានបែកបាក់គ្នាក៏ព្រោះតែស្នេហាត្រីកោណចាដោយកាលនោះមានការលើកឡើងថាដោយសារខាងប្រុសមានអ្នកថ្មីបន្ទាប់មកក៏មានការប្តឹងផ្តល់គ្នា